ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរនឹងខ្ញុំចង់មកបង្ហាញបងប្អូនអំពីរបៀបភ្នាល់ហ្គេម Lucky Draw នៅលើ website Super 6 3ដើមឬក៏246ចាដែលជាហ្គេមថ្មីរបស់យើងអញ្ចឹងនៅពេលដែលបងប្អូនធ្វើការ login ចូល account បានជោគជ័យបងប្អូនជួយមើលមកខាងក្រោមចាបងប្អូននឹងឃើញគេដាក់ថា new ទៅលើហ្គេម Lucky Draw បងប្អូនជួយចុចចូលមកបន្ទាប់មកគឺបងប្អូនចូលមកដល់ក្នុងហ្គេមរបស់យើងតែម្ដងសម្រាប់ហ្គេមនេះផងដែរគឺគេលេងទៅលើការបង្វិលថាបើសិនជាព្រួញរបស់យើងឈប់ចំភីណាមួយយើងយកចម្រើសនោះធ្វើជាលទ្ធផលតែម្ដងចាអញ្ចឹងសម្រាប់វីដេអូនេះដែរខ្ញុំនឹងធ្វើការបង្ហាញបងប្អូនអំពីរបៀបភ្នាល់ទៅលើហ្គេមនេះផងដែរចាអញ្ចឹងសម្រាប់ការភ្នាល់ទី1បងប្អូនធ្វើការជ្រើសរើសកាក់ជាមុនសិនចាគឺកាក់នៅខាងក្រោមនេះមានពី 0.1 រហូតដល់ $10 បងប្អូនស្រឡាញ់ប្រមាណ$បងប្អូនសេលេចលើនឹងមកនៅពេលដែលបងប្អូនធ្វើការសេលេចទៅលើកាក់អូតរបស់យើងក៏ប្រែប្រួលតាមនឹងដែរអញ្ចឹងនៅពេលដែលបងប្អូនឈ្នះគឺទទួលបានទឹកប្រាក់នៅលើនឹងតែម្ដងចាអញ្ចឹងនេះខ្ញុំសូមយកជំរើស 0.1 ចាអញ្ចឹងបន្ទាប់ពីយើងធ្វើការរើសកាក់បានជោគជ័យហើយបងប្អូនត្រូវចុច spin កន្លែងនេះដើម្បីធ្វើការភ្នាល់ចាបន្ទាប់មកថាសរបស់យើងគឺចាប់ផ្ដើមបង្វិលហើយចាអញ្ចឹងបើសិនជាបងប្អូននៅពេលដែលយើងធ្វើការភ្នាល់ហើយចេញកន្លែង thank you ហ្នឹងគឺមានន័យថាបងប្អូននឹងចាញ់ប៉ុន្តែបើសិនជាចេញជំរើសក្រៅពីហ្នឹងគឺបងប្អូននឹងទទួលបានទឹកប្រាក់ដែលបង្ហាញនៅលើហ្នឹងតែម្ដងចាសម្រាប់ការភ្នាល់ទៅលើ game នេះគឺងាយស្រួលទេបងប្អូនអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញបងប្អូនបន្ថែមទៅលើមុខងារសំខាន់នៅក្នុង game នេះផងដែរចាអញ្ចឹងបងប្អូនជួយមើលមកខាងលើគេដាក់ថា win report អញ្ចឹងកន្លែងហ្នឹងបងប្អូនអាចចូលទៅមើល diagram ដែលបងប្អូនភ្នាល់ឈ្នះចាដោយសារនេះខ្ញុំបានធ្វើការបង្ហាញដែរបងប្អូនការភ្នាល់របស់យើងគឺឈ្នះចំនួន3ដៃគឺគេមិនបង្ហាញនៅក្នុង win report អញ្ចឹងយើងទៅទំព័រដើមយើងវិញចាកន្លែងនេះគេដាក់ថា balance បងប្អូនអាចមើលទឹកប្រាក់ដែលមាននៅក្នុង account outstanding គឺជាទឹកប្រាក់ដែលបងប្អូនភ្នាល់ប៉ុន្តែមិនទាន់ទូទាត់ចាខាងក្រោមនេះគឺជាកាក់របស់យើង spin នេះគឺយើងធ្វើការភ្នាល់ចាអញ្ចឹងសម្រាប់វីដេអូនៃការបង្ហាញទៅលើការថតទៅលើ game Lucky Draw នេះខ្ញុំមានតែប៉ុណ្ណឹងទេបើសិនជាបងប្អូនមានចម្ងល់អាចទំនាក់ទំនងតាមប្រព័ន្ធលេខ hotline ឬក៏ Telegram នៅខាងក្រោមនេះបានចាសូមអរគុណសូមជម្រាបលា